ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុធាតុគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកអ៊ីងសេរីលោកអ៊ីងសេរីកើតនៅថ្ងៃទី24ខែតុលាឆ្នាំ1925ស្ថិតនៅក្នុងភូមិងៀនហោឃុំឡុងហោស្រុកឈូថាញ់ខេត្តត្រាវិញទឹកដីកម្ពុជាក្រោមឪពុករបស់លោកមាននាមថាគីមរៀងជាជនជាតិខ្មែរក្រោមម្ដាយមានឈ្មោះថាត្រានទីឡូជាជនជាតិកាចិនជីវិតនិងការសិក្សារបស់លោកអ៊ីងសេរីបានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ1950លោកអ៊ីងសេរីបានទទួលអាហារូបករណ៍ទៅសិក្សានៅឯទីក្រុងប៉ារីប្រទេសបារាំងហើយក៏បានចូលជាសមាជិកបកកុម្មុយនីសនៅប្រទេសបារាំងក្រោយពីត្រឡប់មកក្រុងភ្នំពេញវិញលោកបានធ្វើជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិដោយបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រស្របពេលជាមួយគ្នានោះដែរលោកអ៊ីងសេរីបានចូលជាសមាជិកបកប្រជាជនបដិវត្តន៍កម្ពុជានៅក្នុងឆ្នាំ1960លោកអ៊ីងសេរីបានបង្រៀននៅសាលាកម្ពុជាបុត្រនៅទីក្រុងភ្នំពេញផ្នែកប្រវត្តិសាស្ត្រនិងភូមិសាស្ត្រដែលមានហូយុនជានាយកសាលានៅក្នុងឆ្នាំ1963លោកអ៊ីងសេរីបានលះបង់ចោលការងារនៅទីក្រុងភ្នំពេញហើយបានរត់ចូលព្រៃនៅក្នុងខេត្តកំពង់ចាមដើម្បីចូលរួមចលនាកុម្មុយនីសដែលក្រោយមកត្រូវបានគេស្គាល់ថាជាខ្មែរក្រហមទូនាទីនឹងការប្រឡូកចូលនយោបាយរបស់លោកពលពតត្រូវបានគេជឿថារត់ចូលព្រៃជាមួយនឹងលោកអ៊ីងសេរីដែរនៅក្នុងឆ្នាំ1965លោកអ៊ីងសេរីបានជួបជាមួយនឹងលោកសឿងលោកភឿនៅក្នុងទឹកដីខេត្តរតនគិរីដើម្បីរៀបចំមន្ទីរបង្អែករបស់បកនៅខេត្តរតនគិរីលោកអ៊ីងសេរីបានបង្កើតកងទ័ពនៅភូមិភាគឦសានហើយបានក្លាយជាមេបញ្ជាការកងទ័ពមុនឆ្នាំ1972នៅក្នុងឆ្នាំ1970លោកអ៊ីងសេរីបានចេញទៅទីក្រុងហាណូយដើម្បីទាក់ទងយួននិងសម្ដេចសីហនុនៅទីក្រុងប៉េកាំងប្រទេសចិននៅក្នុងឆ្នាំ1970នោះដែរលោកអ៊ីងសេរីបានបង្រៀនពីគោលជំហរនយោបាយរបស់រណសេរដល់កម្មាភិបាលគណៈបកកុម្មុយនីសកម្ពុជានៅខេត្តរតនគិរីកម្មាភិបាលខ្មែរក្រហមមួយរូបបាននិយាយថានៅពេលទៅដល់ខេត្តរតនគិរីនៅក្នុងឆ្នាំ1970បានជួបនឹងលោកអ៊ីងសេរីហៅថាវ៉ានគាត់បានមកទទួលក្រុមយើងហើយបានបង្រៀនយើងអំពីគោលជំហរនយោបាយរបស់រណសេរប៉ុន្តែគោលបំណងពិតប្រាកដគឺប្រឆាំងយួនរវាងឆ្នាំ1971ដល់ឆ្នាំ1972លោកអ៊ីងសេរីនិងអ៊ីងធីរិតបានបង្កើតអំណាចនយោបាយមួយទៅលើខ្មែរនៅយួនអ៊ីងធីរិតបានទទួលបន្ទុកខាងវិទ្យុផ្សព្វផ្សាយសំឡេងនៅទីក្រុងហាណូយនៅក្នុងឆ្នាំ1973អ៊ីងសេរីបានធ្វើការនៅក្នុងមន្ទីរសម្ងាត់របស់បកនៅជាក្រុងហាណូយនៅក្នុងខែមិថុនាឆ្នាំ1974លោកអ៊ីងសេរីនិងខៀវសំផនបានវិលត្រឡប់ចូលក្នុងស្រុកវិញបន្ទាប់ពីការដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1970គណៈប្រតិភូរបស់រណសេរបង្រួមជាតិនិងរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាបានមកដល់ទីក្រុងហាណូយដើម្បីធ្វើទស្សនកិច្ចជាមិត្តភាពនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងកម្ពុជានិងយួនដែលចេញផ្សាយនៅទីក្រុងហាណូយគណៈបកទៀងពីរបានបញ្ជាក់សារជាថ្មីអំពីការតាំងចិត្តក្នុងការអនុវត្តគោលការណ៍ទាំង5ចំណុចដើម្បីសន្តិភាពរួមពលគឺគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមកការមិនឈ្លានពានគ្នាការគោរពរបបនយោបាយគ្នាទៅវិញទៅមកនិងមិនជ្រៀតជ្រែកចូលកិច្ចការប្រទេសក្នុងគ្នាផងសមភាពនិងផលប្រយោជន៍គ្នាទៅវិញទៅមកនិងសន្តិសហវិជ្ជាដោយពេលខ្មែរក្រហមទទួលបានជ័យជំនះនៅក្នុងឆ្នាំ1975លោកអ៊ីងសេរីបានហៅកម្មាភិបាលក្មេងៗឲ្យត្រឡប់ពីប្រទេសយួនចំនួន500នាក់អ្នកទាំង500នោះ
ត្រូវបានកំចាត់ចោលនៅក្នុងថ្ងៃទី8ខែមិនិនាឆ្នាំ1976លោកអៀងសេរីបានចូលរួមក្នុងអង្គប្រជុំការងារឃោសនាការដែលមានរបៀបវិរៈដូចជាការផ្សាយអំពីការបោះឆ្នោតនៅថ្ងៃទី20ខែមិនិនាឆ្នាំ1976និងភារកិច្ចតាមដានដំណឹងនៅថ្ងៃទី11ខែមិនិនាឆ្នាំ1976លោកអៀងសេរីបានចូលរួមក្នុងអង្គប្រជុំគណៈអចិន្ត្រៃយ៍ដែលក្នុងអង្គប្រជុំនោះមានការលើករបៀបវិរៈអំពីបញ្ហាព្រំប្រទល់ខាងកើតនិងមតិណែនាំរបស់អង្គការនៅថ្ងៃទី13ខែមិនិនាឆ្នាំ1976ដដែលលោកអៀងសេរីបានចូលរួមក្នុងអង្គប្រជុំគណៈអចិន្ត្រៃយ៍ស្ដីអំពីពាណិជ្ជកម្មបន្ទាប់អំពីសេចក្តីរាយការណ៍ត្រួតរបស់លោកអៀងសេរីនិងលោកកុយធុនស្ដីអំពីទំនាក់ទំនងជាមួយចិនរួចមកអចិន្ត្រៃយ៍បានសម្រេចចាត់តាំងគណៈកម្មាធិការមួយសម្រាប់ពិនិត្យរៀបចំទំនិញដែលត្រូវទិញដែលមានអៀងសេរីជាសមាជិកពិគ្រោះពិភាក្សានៅក្នុងសេចក្តីសម្រេចរបស់គណៈមជ្ឈិមនៅថ្ងៃទី30ខែមិនិនាឆ្នាំ1977លោកអៀងសេរីត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៅថ្ងៃទី22ខែធ្នូឆ្នាំ1978លោកអៀងសេរីអង្គុយនៅពីក្រោយប៉ុលពតនៅឯអតីតវិមានរដ្ឋាភិបាលពុះប្រភេទនៅជួរមុខទន្លេដែលសង់តាំងពីអាណានិគមបារាំងលោកប៉ុលពតបានថ្លែងសន្ទរកថាអំពីគោលបំណងរបស់យួនដែលចង់ឲ្យមានសហព័ន្ធឥណ្ឌូចិនដោយចោទយួនថាបានចងសម្ព័ន្ធភាពជាមួយប្រទេសក្នុងអតីតសញ្ញាសង្គ្រាមនិងប្រទេសសូវៀតដើម្បីរៀបចំចូលឈ្លានពានប្រទេសកម្ពុជាប្រមាណពីសប្តាហ៍ក្រោយមកយួនបានលើកទ័ពចូលឈ្លានពានមកលើពោធរភាពនៃប្រទេសកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1979លោកអៀងសេរីជាមួយនឹងមេដឹកនាំគណៈបកប្រជាធិបតេយ្យផ្សេងទៀតបានភៀសខ្លួនទៅព្រំដែនសៀមនៅថ្ងៃទី12ខែកក្កដាឆ្នាំ2007លោកអៀងសេរីនិងអ៊ីងធេរិតត្រូវបានចាប់ខ្លួននៅភូមិគ្រឹះរបស់ខ្លួននៅទីក្រុងភ្នំពេញលោកអ៊ីងសេរីជាមេដឹកនាំជនពស់ខ្មែរក្រហមនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ1975ដល់ឆ្នាំ1979មួយរូបក្នុងចំណោមមេដឹកនាំជនពស់សំខាន់ៗក្នុងរបបកម្ពុជាប្រជាធិបតេយ្យរួមមានអ៊ីងធេរិតខៀវសំផននួនជាលោកកាំងកេងអ៊ីវហៅដោយការរៀបអាពាហ៍ពិពាហ៍របស់លោកអ៊ីងសេរីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងអ៊ីងធេរិតនៅឯទីក្រុងប៉ារីសនៃប្រទេសបារាំងនៅក្នុងឆ្នាំ1951ការទទួលមរណភាពរបស់លោកអ៊ីងសេរីបានទទួលមរណភាពនៅថ្ងៃទី14ខែមិនិនាឆ្នាំ2013នៅវេលាម៉ោងប្រហែល 8:45 នាទីដោយរោគគាពៀតនៅមន្ទីរពេទ្យខ្មែរសូវៀតជាចុងក្រោយក៏សូមធ្វើការអរគុណចំពោះបងប្អូនខ្មែរយើងទាំងអស់ដែលមានមនសិការចំពោះជាតិនិងប្រវត្តិសាស្ត្រហើយក៏មានមនសិការចំពោះវីដេអូរបស់ខ្ញុំដូចគ្នាហើយបងប្អូនណាដែលបានចូលស្ដាប់ហើយមិនទាន់បានជួយចុច like subscribe និង share សូមបងប្អូនជួយចុច like subscribe និង share ទាំងអស់គ្នាសូមអរគុណ